បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកសិក្សាកិរិយាសព្ទហើយនឹង phrasal verb ណាអញ្ចឹងបងប្អូនមើលមកនេះ write មានន័យថាសរសេរនឹងហើយប៉ុន្តែជាលក្ខណៈទូទៅណា general action បាទ general action មានន័យថាជាសកម្មភាពលក្ខណៈទូទៅដល់ពេល phrase នេះ write down មានន័យថា record information បាទកន្លែងនេះមានន័យថាកត់ត្រាដែរប៉ុន្តែកត់ត្រាអ្វីដែលយើងចង់ចាំកត់ត្រាអ្វីដែលចាំបាច់ណាព័ត៌មានគឺសំដៅអញ្ចឹងបងប្អូនមើលមកកាន់ឧទាហរណ៍របស់យើងណាឧទាហរណ៍ទី1 She wants to write a blog មានន័យថានាងចង់សរសេរកំណត់ហេតុមួយអញ្ចឹង write កន្លែងនេះចង់សរសេរអីក៏បានចង់សរសេរដែលក្រៅពី blog ហ្នឹងក៏បានប៉ុន្តែវាជាលក្ខណៈទូទៅអញ្ចឹងទៅដល់ពេល number 2 នេះ please write down my phone number before you forget itមានន័យថាសូមសរសេរលេខទូរស័ព្ទខ្ញុំទុកឬក៏កត់ត្រាលេខទូរស័ព្ទខ្ញុំទុកនៅពេលដែលអ្នកមុនពេលដែលអ្នកភ្លេចវាបាទអញ្ចឹង write down កន្លែងនេះមានន័យថាព័ត៌មាននេះចាំបាច់យើងត្រូវតែសរសេរមកចឹងណាដូច្នេះសរុបមកវិញថ្ងៃនេះយើងសិក្សាអំពីកិរិយាសព្ទ write សរសេរ clear គឺ write down មានន័យថាកត់ត្រាទុកបាទសូមអរគុណ